បាទខ្ញុំបានអានសិនថាសូមជម្រាបសួរបាទប្រធានបទនៅថ្ងៃនេះគឺកម្មវិធីយើងនឹងជជែកជុំវិញរឿងភាពវៃឆ្លាតក្នុងការគ្រប់គ្រងអាជីវកម្មនៅកម្ពុជាបាទភ្ញៀវដែលបានអញ្ជើញមកដល់បន្ទប់ផ្សាយ PNN នៅថ្ងៃនេះមានការចូលរួមពីលោកឡុងបរិនជាអ្នកវិភាគផ្នែកអាជីវកម្មហើយលោកបរិនក៏បានជាអ្នកគ្រប់គ្រងស្ថាប័នមួយចំនួនទៀតដែរហើយវាគ្មិនទី2គឺលោកដិនវរៈលោកជាអ្នកពិគ្រោះយោបល់ផ្នែកអភិវឌ្ឍអាជីវកម្មនិងជាអ្នកបណ្ដុះបណ្ដាលជំនាញគ្រប់គ្រងនិងដឹកនាំនៅតាមបណ្ដាក្រុមហ៊ុននិងស្ថាប័នមួយចំនួនទៀតដែរបានមុននឹងជជែកដល់រឿងនេះខ្ញុំបាទសូមបង្ហាញការស្រាវជ្រាវខ្លះៗដែលតាក់ទងទៅនឹងបរិបទនៃការធ្វើអាជីវកម្មនៅកម្ពុជាក្នុងនោះរាជរដ្ឋាភិបាលកម្ពុជាបានលើកទឹកចិត្តដល់វិស័យឯកជនក្នុងការបណ្ដាក់ទុនដើម្បីបង្កើតអាជីវកម្មថ្មីដើម្បីចូលរួមដល់ការបង្កើតការងារនិងលើកស្ទួយដល់សេដ្ឋកិច្ចជាតិជាក់ស្ដែងក្រុមហ៊ុនថ្មីជាច្រើនបានចុះបញ្ជីធ្វើអាជីវកម្មតាមរយៈរាជរដ្ឋាភិបាលកាត់បន្ថយឧបសគ្គមួយចំនួនដល់វិស័យឯកជនទាំងនោះបាទរឿងចាប់ផ្ដើមអាជីវកម្មមានរឿង3ផ្សេងគ្នាដែលត្រូវជជែកទី1នេះគឺខាងក្រមអ្នករកស៊ីទី2ហ្នឹងគឺខាងក្រមវិស័យហិរញ្ញវត្ថុនិងទី3គឺខាងរាជរដ្ឋាភិបាលបើយើងមើលនៅក្នុងក្រមអ្នករកស៊ីគឺមានភាពស្មុគស្មាញនៃការចាប់ផ្ដើមអាជីវកម្មដំបូងគឺទុនវិនិយោគប៉ុន្តែអ្នកដែលបានបង្កើតអាជីវកម្មខ្លះក៏បានបង្ហាញពីបទពិសោធន៍របស់ខ្លួនថាការបង្កើតអាជីវកម្មដំបូងគឺត្រូវការមានផែនការអាជីវកម្មនិងជំនាញដែលជាប្រភពទុនមួយសំខាន់មានន័យថាការប្រើប្រាស់ជំនាញផ្ទាល់ខ្លួនការកសាងបណ្ដាញនោះគឺជាចំណុចសំខាន់នៃការចាប់ផ្ដើមអាជីវកម្មមួយប្រកបដោយភាពជោគជ័យហើយមិនមែនមានន័យថាខ្វះធនធានហិរញ្ញវត្ថុពុំអាចបង្កើតអាជីវកម្មបាននោះទេប៉ុន្តែខាងក្រមអ្នករកស៊ីវិញក៏បានចោទទៅខាងស្ថាប័នហិរញ្ញវត្ថុវិញថាការផ្ដល់ប្រាក់កម្ចីគាំទ្រដល់អាជីវកម្មនៅមានកម្រិតហើយតម្រូវការហើយទាមទារឲ្យមានតម្រូវការដាក់វត្ថុបញ្ចាំជាដើមហើយរឿងនេះខាងវិស័យហិរញ្ញវត្ថុក៏បានអះអាងថាភាគច្រើនបានលើកឡើងថាទំហំប្រាក់កម្ចីក្រោម$5,000សហរដ្ឋអាមេរិកគឺមិនទាមទារវត្ថុបញ្ចាំទេប៉ុន្តែគេទាមទារផែនការអាជីវកម្មច្បាស់លាស់អញ្ចឹងរឿងនេះហាក់ដូចជាស៊ីសង្វាក់ទៅនឹងខាងក្រមអ្នករកស៊ីត្រូវធ្វើផែនការអាជីវកម្មដើម្បីស្នើសុំកម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុប៉ុន្តែភាគច្រើននៃក្រមអ្នកសុំប្រាក់កម្ចីតែងតែមានទ្រព្យបញ្ចាំជាថ្នូរនៃការទទួលបានកម្ចីទាំងនោះដោយឡែកខាងរាជរដ្ឋាភិបាលវិញគឺខ្វះការធានាលើគម្រោងហានិភ័យចំពោះកម្ចីដែលបានធ្វើឡើងរវាងក្រមអ្នករកស៊ីនិងខាងគ្រឹះស្ថានហិរញ្ញវត្ថុទោះបីជាយ៉ាងណាក៏ដោយរាជរដ្ឋាភិបាលបានធ្វើទំនើបភាពពាណិជ្ជកម្មលើការចុះបញ្ជីពាណិជ្ជកម្មតាមអនឡាញដែលមានចំនួនក្រុមហ៊ុនជាច្រើនបានសាទរចំពោះវិធានការនេះប៉ុន្តែបញ្ហាមួយចំនួនដូចជាអគ្គិសនីពន្ធដារជាពិសេសនោះគឺការសូកប៉ាន់នានាដែលជាបញ្ហាផ្ទាល់ជាឥទ្ធិពលអាក្រក់នៅក្នុងដំណើរការអាជីវកម្មនៅកម្ពុជានេះបើយោងតាមការសិក្សារបស់ធនាគារពិភពលោកប្រចាំកម្ពុជាក្នុងរបាយការណ៍នោះបានបញ្ជាក់ថាចាប់តាំងពីក្រុមហ៊ុនតូចរហូតដល់ក្រុមហ៊ុនធំគឺម្ចាស់ក្រុមហ៊ុនឬក៏ម្ចាស់អាជីវកម្មបានដឹងខ្លួនរួចជាស្រេចថាត្រូវមានកញ្ចប់ថវិកាមួយដើម្បីជូនជាសកុនទៅមន្ត្រីដែលពាក់ព័ន្ធដើម្បីឲ្យក្រុមហ៊ុនរបស់ខ្លួនទទួលបានចុះបញ្ជីរហូតទទួលបានអាជ្ញាប័ណ្ណនាំចេញជាដើមរហូតដល់ពេលនេះសហគ្រាសដែលចុះបញ្ជីផ្លូវការមានប្រមាណ 10% ប៉ុណ្ណោះក្នុងចំណោមសហគ្រាសប្រមាណជាង50,000នៅប្រទេសកម្ពុជាបាទឲ្យខ្ញុំសូមងាកទៅកិច្ចពិភាក្សាវិញដោយចាប់ផ្ដើមសំណួរទៅលោកដិនវរៈដំបូងគេសំណួរមួយដែលខ្ញុំចង់ដឹងឧបមាថាថ្ងៃស្អែកហ្នឹងលោកដិនវរៈខ្លាយទៅជាអ្នកគ្រប់គ្រងក្រុមហ៊ុនថ្មីមួយតើអ្វីដែលលោកត្រូវធ្វើមុនគេនៅពេលចំពោះពុកបាទសូមជម្រាបអរគុណច្រើនលោកសិដ្ឋាដែលបានសួរសំណួរដ៏សំខាន់នេះហើយសំណួរខ្លីប៉ុន្តែការបកស្រាយអាចវែងប៉ុន្តែខ្ញុំព្យាយាមសង្ខេបមកនៅចំណុចសំខាន់ពេលដែលយើងធ្វើអាជីវកម្មជាទូទៅមិនថាអាជីវកម្មផលិតឬក៏ផ្ដល់សេវាកម្មទេអញ្ចឹង
យើងមានមុខងារអាជីវកម្មសំខាន់4គឺមុខងារផលិតឬក៏ប្រតិបត្តិការមុខងារលក់ផលិតហើយត្រូវលក់នៅណាផ្សព្វផ្សាយ marketing របៀបម៉េចហើយមុខងារទី3នោះគឺហិរញ្ញវត្ថុបាទពេលខ្វះវត្ថុធាតុដើមត្រូវការទិញម៉ាស៊ីនសម្ភារៈពង្រីកអីចឹងណាឬក៏ចាប់ផ្ដើមចឹងយើងធ្វើហិរញ្ញប្បទានមកពីណារកដើមទុនមកពីណាដើមទុនហ្នឹងមានដើមទុនជាលុយដើមទុនជា human capital មូលធនមនុស្សណាបាទដូចយើងមានបណ្ដាញមានអីទៅយើងស្រួលងាយរកដើមទុនហើយនឹងមុខងារទី4គឺគ្រប់គ្រងទូទៅឬក៏គ្រប់គ្រងធនធានមនុស្សបាទវិលមកសំណួររបស់លោកស៊ីថាវគឺពេលយើងចាប់ដើមស្អែកចាប់ដើមអាជីវកម្មយើងគិតសំខាន់ជាងគេគឺប្រតិបត្តិការអាជីវកម្មធ្វើម៉េចឲ្យ smooth បាទប្រតិបត្តិការអាជីវកម្មហ្នឹងមានប្រតិបត្តិការផលិតឬក៏ធ្វើផ្ដល់សេវាហើយផលិតហើយយើងត្រូវលក់ប្រតិបត្តិការលក់នឹងហើយនឹងទាលុយលក់បានលក់ដាច់ហើយយើងទាលុយគេអត់បានក៏យើងខាតបង់ដែរអាជីវកម្មជាច្រើនមានវិបត្តិកន្លែងហ្នឹងបាទគឺតូបលក់កៅអៅនៅផ្សារអូឡ িম্প ិកផ្សារថ្មីមានគេជពាក់ច្រើនបាទជពាក់ជួនកាលជពាក់រហូតដល់រាប់ម៉ឺនដុល្លារជួនកាលអាចខ្សែធនបើគ្រប់គ្រងហិរញ្ញវត្ថុហ្នឹងអត់បានណាបាទហើយមានអាជីវកម្មខ្លះទៀតពេលគាត់ចាប់ដើមហើយគាត់ចង់បិទទៅវិញគាត់បិទអត់កើតទៀតដោយសារបិទទៅលុយជពាក់ទៀតបានបាទអញ្ចឹងអាហ្នឹងហិរញ្ញវត្ថុប៉ិនយើងនិយាយពីការចាប់ដើមហើយធនធានមនុស្សអញ្ចឹងពេលដំបូងហ្នឹងត្រូវការបដិបដាលត្រូវការអីច្រើនបាទវឹកហាត់អីច្រើនឧទាហរណ៍ភោជនីយដ្ឋានមួយនៅតាមផ្លូវជាលេខ5កាលមុនពេលគាត់បើកមកគាត់ដាក់ promotion បញ្ចុះថ្លៃ 50% 40 ឬ 20% អញ្ចឹងហើយដល់ពេលយើងភ្ញៀវចូលពេញអញ្ចឹងដែរហើយគាត់ប្រតិបត្តិការគាត់អត់រលូនអត់ស្មូតអញ្ចឹងដល់ពេលដំណើរការទៅខ្ញុំចូលទៅសាកហាងហ្នឹងហៅមហូបក៏យូរហៅគិតលុយក៏យូរចូលម្ដងរៀងហើយអាជីវកម្មហ្នឹងក្រោយមកឃើញបិទទ្វារទៅជាអីលក់កធនលក់អីវិញមកបាទអញ្ចឹងប្រតិបត្តិការរលូនជាកត្តាសំខាន់បាទអញ្ចឹងអ្នកគ្រប់គ្រងទូទៅ CEO ឬក៏ General អ្នកចាត់ការទូទៅហ្នឹងគឺត្រូវធានាធ្វើម៉េចឲ្យប្រតិបត្តិការហ្នឹងរលូនហើយរលូនហ្នឹងគឺគ្រប់ផ្នែកទាំងអស់បាទបាទនឹងខ្ញុំសូមបញ្ជាក់ប៉ុណ្្នឹងសិនបាទខ្ញុំចង់បញ្ជាក់ចំណុចមួយប្រតិបត្តិការហ្នឹងគឺជារបៀបមួយដែលយើងអនុវត្តតាមអ្វីដែលយើងធ្លាប់គិតកន្លងមកហើយតើពេលណាទៅទើបយើងដឹងថាអាជីវកម្មយើងនឹងអាចធានានៅភាពជោគជ័យឬក៏មាននិរន្តរភាពយូរអង្វែងបាទពេលយើងមានផែនការអាជីវកម្មហើយពេលយើងចាប់ដើមប្រតិបត្តិការគឺយើងអនុវត្តផែនការអាជីវកម្មហ្នឹងហើយដើម្បីឲ្យជោគជ័យយើងមានភាពបត់បែនតាមសភាពការឃើញហាងខ្លះគេវាយគេ design ឡើងវិញអីចឹងណាទៅតាមតម្រូវការទីផ្សារតម្រូវការផ្សេងទៀតជាងតើតែយើងបត់បែនគេហៅថាមានភាពវៃឆ្លាតឬក៏រស់រវើកនៅក្នុងការមិនយើងធ្វើផែនការមកយើងអនុវត្តស្ដោកស្ដឹងអញ្ចឹងគឺយើងបិទទ្វារបាទយើងត្រូវមានភាពបត់បែនពេលអនុវត្តចំណុចសំខាន់ដែលបែងចែកភាពខុសគ្នារវាងអាជីវកម្មដំបូងហើយចាប់ដើមទៅជោគជ័យមួយទៀតបរាជ័យគឺរឿងថាតើមានអតិថិជនពិតប្រាកដអត់ពីព្រោះកាលណាពេលដែលយើងធ្វើកម្រងការ business plan 10ចំណុចប៉ុន្តែពេលដែលអនុវត្តមានតែ2ចំណុចទេប្រើបាន8ចំណុចទេគ្រាន់តែបានទៅសេយកទៅប្រើការអត់បាននាំមកជូនដោយអ្នកទឹកប្រាក់មហាសាលសរុប$50,000ជាមួយសុភមង្គលដ៏អស្ចារ្យពី Bali Black ខ្ញុំសូមនិយាយទៅលោកបរិនចំណុចមួយដោយសារតែគំនិតអាជីវកម្មខ្លះនោះគំនិតអាជីវកម្មមានច្រើនហើយគំនិតអាជីវកម្មខ្លះនោះក៏អនុវត្តទៅជោគជ័យហើយគំនិតខ្លះនោះក៏បរាជ័យទៅវិញដែរអ្វីដែលធ្លាប់គិតហ្នឹងមើលទៅតើយើងត្រូវធ្វើយ៉ាងម៉េចទៅដើម្បីធានាឬក៏ជំរុញឲ្យអ្នកដែលពាក់ព័ន្ធនឹងជួយគ្រប់គ្រងថាគំនិតអ្វីដែលយើងគិតគំនិតអាជីវកម្មថ្មីនោះវាជារឿងល្អគំនិតអាជីវកម្មយើងគិតនោះវាជារឿងល្អបាទ
បាទអរគុណលោកសិដ្ឋាខ្ញុំគិតថាចំណុចសំខាន់ដែលបែងចែកភាពខុសគ្នារវាងអាជីវកម្មដំបូងហើយចាប់ដើមទៅជោគជ័យមួយទៀតបរាជ័យគឺរឿងថាតើមានអតិថិជនពិតប្រាកដអត់ពីព្រោះកាលណាពេលដែលយើងធ្វើគម្រោងការ business plan 10ចំណុចប៉ុន្តែពេលដែលអនុវត្តមានតែ2ចំណុចទេប្រើបាន8ចំណុចទេគ្រាន់តែបានទៅសេយកទៅប្រើការបានអញ្ចឹងតួអង្គសំខាន់គឺទី1គឺរឿងមានអតិថិជនពិតអញ្ចឹងដោយសារយើងសិក្សាថាហ្នឹងវាមានតម្រូវការទីផ្សារយើងលក់របស់ហ្នឹងវាមានតម្រូវការប៉ុន្តែពេលលក់ទៅវាអត់មានអតិថិជនណាមករកយើងគិតថាមុនពេលចាប់ដើមយើងមានមិត្តភ័ក្តិច្រើនអ្នកប៉ុន្តែដល់ពេលចាប់ដើមអាជីវកម្មអត់មានមិត្តភ័ក្តិណាមកជួយទិញរបស់យើងអាហ្នឹងថាយើងគិតខុសទេមានន័យថាការគិតរបស់យើងហ្នឹងហើយនឹងការអនុវត្តរបស់យើងវាអត់ស៊ីគ្នាការប៉ាន់ស្មានការធ្វើ business plan ទាំងអស់និយាយរួមសិតតែការប៉ាន់ស្មានទាំងអស់ប៉ុន្តែសិតតែការប៉ាន់ស្មានដែលមានការស្រាវជ្រាវជាក់លាក់មួយអញ្ចឹងប៉ុន្តែវាមិនមែនថាដូចនឹងទស្សនវិជ្ជាទាំងស្រុងទេអញ្ចឹងសំខាន់គឺត្រូវមានអតិថិជនពិតថាគេនឹងមកទិញរបស់យើងពិតប្រាកដហើយអ្វីដែលសំខាន់គឺរឿងយុទ្ធសាស្ត្រផ្នែកហិរញ្ញវត្ថុពីព្រោះដើម្បីចាប់ដើមអាជីវកម្មជោគជ័យជាពិសេសអាជីវកម្មរបៀបខ្នាតទូចហើយនិងខ្នាតមធ្យម6ខែយើងបុកខ្លាំងយើងដឹងហ្មងថាអាជីវកម្មនឹងហើរឡើងទៅលើអត់អញ្ចឹងបុកខ្លាំងគឺផ្នែកយុទ្ធសាស្ត្រហិរញ្ញវត្ថុធ្វើ plan ថា3ឆ្នាំត្រូវចំណាយអស់ប្រហែលមួយឆ្នាំថាអស់ប្រហែល100000គឺបោះលុយធ្វើមិនគ្រប់100000ដើម្បីឲ្យធ្វើមិនបុគ្គលិកគឺមានទឹកចិត្តបុកទឹកចិត្តខ្លាំងគឺបុកឲ្យតប sale នឹងឲ្យខ្លាំងហ្មងតប sale ហ្នឹងគឺក្នុង6ខែហ្នឹងវាយមកខ្លាំងហ្នឹងគឺយើងដឹងថាអាជីវកម្មរបស់យើងអាចហើរទៅមុខបានរួចអត់ឬក៏អាជីវកម្មរបស់យើងទៅមុខមិនរួចដែលមិនស្របទៅតាមតម្រូវការបាទអញ្ចឹងគឺសំខាន់គឺផ្នែកយុទ្ធសាស្ត្រហិរញ្ញវត្ថុហើយនឹងតប sale របស់យើងគឺត្រូវខ្លាំងបាទខ្ញុំចង់បញ្ជាក់មួយដោយសារតែការគិតលោកបរិនមិញសំដៅទៅលើរឿងប៉ាន់ស្មានហើយការណាយើងប្រើពាក្យស្មានប៉ាន់ស្មានគឺកម្រនឹងត្រូវណាធ្វើម៉េចដើម្បីឲ្យការគិតកំណត់អាជីវកម្មថ្មីល្អហ្នឹងឲ្យវាស៊ីសង្វាក់ទៅនឹងការអនុវត្តត្រឹមត្រូវឲ្យវាស៊ីសង្វាក់គ្នាបាទដូចជាផាយជា2-3ថ្ងៃមុនខ្ញុំបានធ្វើសិក្ខាសាលាមួយខ្នាតធំតាក់ទងនឹងពាក្យ smart business management ដែលយើងបកប្រែខ្មែរការគ្រប់គ្រងអាជីវកម្មដោយមានភាព3ឆ្លាតដោយសារខ្ញុំរកពាក្យខ្មែរបកទៅវាអត់ទាន់ចំដែលយើងប្រើពាក្យភាព3ឆ្លាតប៉ុន្តែពាក្យថា smart business management smart កន្លែងគឺសំដៅទៅលើដូចជាយើងទិញទូរស័ព្ទ smartphone ទូរស័ព្ទដែលមាន touch screen ដែលមាន application ដែលច្រើនពាក្យ smart អញ្ចឹងហើយដូចជាសោឡានវា smart key ដែលយើងដាក់នៅក្នុងកប៉ៅយើងចូលទៅយើងចុចដេឡានមកអានេះក៏ពាក្យ smart អញ្ចឹងការគ្រប់គ្រងអាជីវកម្មថ្មីឥឡូវគឺយើងលែងសូវធ្វើតេស្តដោយលើកមុនហើយលែងធ្វើថាតេស្តតែ6ខែដើរឥឡូវយើងត្រូវប៉ាន់ស្មានឲ្យដឹងរៀបតប sale ឲ្យមានហើយប្រេអតិថិជនឲ្យមានដោយប្រើប្រព័ន្ធទី1ដូចជា network យើងមាន network ដែលល្អមាន network ដែលល្អមានអ្នក support យើងដែលល្អហើយយើងត្រូវ design system ថ្មីដែលហៅថាបច្ចេកវិទ្យាថ្មីគេហៅថា eco sharing បានន័យថាអតិថិជនដែលមកទិញជាមួយយើងហ្នឹងគឺគាត់បានចំណេញទៅវិញឧទាហរណ៍ថាយើងបង្កើត app ទូរស័ព្ទមួយយើងឲ្យអតិថិជនដែល download app យើងណែនាំទៅអតិថិជនគាត់ទៅណែនាំទៅមិត្តភ័ក្តិបន្តទៀតគាត់អាចបានកើនពិន្ទុរបស់គាត់គាត់មកទិញពីយើងគាត់អាចបាន discount អាហ្នឹងគឺតែប្រព័ន្ធ eco sharingខ្ញុំធ្លាប់មើលការស្រាវជ្រាវខ្លះខ្ញុំចង់បញ្ជាក់លោកបរិនបន្តិចអ្វីទៅគឺជាភាសាបរទេសថា business model ហើយនិង social enterprise មើលអានរឿងហ្នឹងវាស្តៀងគ្នាដូចគ្នាឬក៏ខុសគ្នានៅក្នុងការធ្វើ business plan បង្ហាញទៅខាងអ្នកវិនិយោគអីធំហ្មងគឺរឿង business model ដែលយើងប្រើយ៉ាងម៉េចគឺគេសួរតែប្រមាណសំណួរសំខាន់ទេទោះបីយើងប្រើ social enterprise ឬ business model ដែលមានភាពស៊ីសង្វាក់គ្នាយ៉ាងណាគេសួរតែសំណួរសំខាន់ណាទី1គឺអាជីវកម្មរបស់យើងមានអីខុសប្លែកពីគេអត់មានអីខុសប្លែកពីគេទី2គឺតើយើងសក្តានុពលរបស់យើងមានប៉ុណ្ណាដើម្បីនាំភាពប្លែកពីគេហ្នឹងទៅឲ្យសង្គមគេទទួលស្គាល់បានឥឡូវឧមាថាយើងចង់បើកសន្តាគារគឺមានច្រើនណាសន្តាគារយើងមានអីខុសប្លែកពីគេអាហ្នឹងគឺជាចំណុចអញ្ចឹងសន្តាគារយើងត្រូវផ្ដោតទៅលើចំណុចខុសប្លែកឧមាសន្តាគារសម្រាប់ honeymoon សម្រាប់ក្រេបទឹកឃ្មុំអញ្ចឹងវាមានប្លែក design បន្ទប់ចេញមកគឺប្លែកហ្នឹងហ្មងអញ្ចឹងយើងផ្ដោតទៅលើអ្នកដែលរៀបការអ្នកដែលរៀបពីថ្មីថ្មោងគឺអាលក្ខណៈប្លែកមួយទៀតគឺសមត្ថភាពដើម្បីនាំភាពខុសប្លែកហ្នឹងទៅឲ្យអតិថិជនទៅឲ្យមហាជនបានដឹងថាយើងពិតជាមានសមត្ថភាពនាំភាពខុសប្លែកពីគេមកឧទាហរណ៍យើងនាំរបស់ franchise មកថាអូអញ្ចឹងគេទុកចិត្តថាយើងមាន brand ស្រាប់យើងនាំ expert ដែលឈ្មោះល្បីដែល design សន្តាគារហ្នឹងមកអាហ្នឹងគឺចំណុចដែលបង្ហាញថាយើងមានសមត្ថភាពនាំភាពខុសប្លែកហ្នឹងទៅឲ្យគេដឹងអញ្ចឹងពេលដែលគេដឹងថាយើងខុសប្លែកហើយយើងមានសមត្ថភាពគេហ្នឹងគេចង់សាកយើងតែសាកបានម្ដងគេមានការពេញចិត្តអាហ្នឹងគេចេះតែមកបន្តទៀតដូចលោកវិរៈបានលើកឡើងខាងមុនអញ្ចឹងមានភោជនីយដ្ឋានមួយដាច់
ដាច់គាត់ចូលទៅសារប៉ុន្តែសេវាកម្មអត់សូវល្អយឺតយ៉ាវអញ្ចឹងហើយដូចនាំអតិថិជនមកបង្ហាញមកឲ្យមើលលើភាពចំណុចខ្សោយរបស់យើងអញ្ចឹងតលើកទី2លើកទី3គាត់លែងមកហើយអញ្ចឹងកម្មវិធីបើកសម្ពោធឬក៏ពេលវេលាដែលអតិថិជនមកដំបូងត្រូវបង្ហាញពីសក្តានុពលគាត់ឲ្យខ្លាំងថាយើងមានសក្តានុពលមានសមត្ថភាពប៉ុណ្ណាដល់លើកទី2ទី3ទី4នោះយើងសឹងតែបំបត្តិគឺ marketing គេមករកយើងមក លោកវិរៈយល់យ៉ាងម៉េចដែរអ្វីដែលខ្ញុំលើកខាងដើមមិញគឺសហគ្រាសដែលចុះបញ្ជីផ្លូវការមានតែ 10% ក្នុងចំណោមសហគ្រាសសរុប បាទឥឡូវនេះនិន្នាការគឺយើងងាកទៅផ្លូវការច្រើនព្រោះអីអ្នកណាក៏ចង់រកស៊ីមានបានហើយមានកិត្តិយសដែរអញ្ចឹងនិន្នាការខ្ញុំឃើញអ្នករកស៊ីអង្គការជាច្រើនឥឡូវគាត់ចង់បង់ពន្ធគ្រប់មកចង់ចុះបញ្ជីអីក្រៅផ្លូវការយកលុយទៅបង់គេក្រៅផ្លូវការហ្នឹងវាអត់វិក័យបាត់អត់អីហ្នឹងញ៉ៃញ៉ៃហើយมันប្រកាសថាមានសុវត្ថិភាពទៀត ការស្រាវជ្រាវខ្លះដែលគេបានលើកករណីប្រទេសឥណ្ឌូនេស៊ីជាដើមហើយឥណ្ឌូនេស៊ីជាមួយចិនហ្នឹងគឺពុំមានចំនួនរឿងដែនដីដែនទឹកជាមួយគ្នាទេតែគឺមានចំនួនអំពីរឿងការគ្រប់គ្រងចំនួនភ្ញៀវទេសចរដែលនាំឲ្យមានបាត់បង់នៅអាជីវកម្មក្នុងស្រុកឬក៏ពលកម្មនៅក្នុងស្រុកតើនិន្នាការប្រទេសកម្ពុជានៅពេលនេះអាចនឹងកើតឡើងទេនៅរយៈពេល 10-20 ឆ្នាំក្រោយបើសិនជាគ្មានការគ្រប់គ្រងច្បាស់លាស់ហើយលោកវ៉ាន់ឌីគិតបែបណាដែរចំពោះរឿងនេះបាទ និយាយរួមបើសិនជាក្នុងករណីការគ្រប់គ្រងការចែកផលិតមិនស្មើភាពបាទជាពិសេសអ្នកដែលផ្គត់ផ្គង់សេវាកម្មទាំងឡាយនៅក្នុងស្រុកលោកទទួលមិនបានការផ្គត់ផ្គង់សេវាកម្មក្នុងស្រុកយើងឃើញហើយមានអ្នកវិនិយោគផងទាំងអស់បាទទាំងសន្តាគារទាំងភោជនីយដ្ឋានទាំងការដឹកជញ្ជូនបាទទាំងសេវាកម្មនៅតំបន់ សេវាកម្មនៅតំបន់យើងឃើញហើយការដឹកជញ្ជូននៅតំបន់រហូតដល់អ្នករត់ទូកដល់រហូតដល់អ្នកយើងហៅថាការប្រើប្រាស់យានយន្តនៅតាមតំបន់ទេសចរដូចជាផ្លូវទឹកផ្លូវអីជាដើមហ្នឹងអញ្ចឹងបើសិនជាក្នុងករណីពួកគាត់មិនបានទទួលផលប្រយោជន៍ទេនឹងមានការតវ៉ាណាមួយដូច្នេះការបង្ខាំងការកើតឡើងនៃការតវ៉ានាថ្ងៃអនាគតតើតែមានយន្តការច្បាប់មួយ មានគោលការណ៍ច្បាប់មួយចេញពីក្រសួងទេសចរបាទលោកត្រូវតែធ្វើយ៉ាងម៉េចឲ្យមានដំណាភាពនៃការចែកផលលាភបាទលោកវ៉ាន់ឌីគិតថាអ្វីទៅជាយន្តការឬក៏ជារបៀបដែលអាចអនុវត្តបានដើម្បីទប់ស្កាត់កុំឲ្យមានសសរផែនអ្វីដែលកំហឹងដែលកើតចេញពីប្រជាប្រដ្ឋទៅពេលដែលគាត់បាត់បង់បាទយន្តការនៅស្រុកគេធ្វើមានថាក្រុមហ៊ុនដែលគាត់មក រកទទួលទានបាទចុះបញ្ជីគឺគាត់ភ្ជាប់តែម្ដងបើសិនជាគាត់មកវិនិយោគក្រុមហ៊ុនអាកាសចរតើមានប្រមាណភាគរយអ្នកដែលចូលរួមគាត់អាច 100% នៃទុនវិនិយោគក៏ប៉ុន្តែធនធានមនុស្សបាទគាត់ត្រូវយកប្រមាណភាគរយរបស់ពួកគាត់ជនជាតិគាត់និងប្រមាណភាគរយជនជាតិខ្មែរបាទសន្តាគារផ្ទះសនៈ ក្រុមហ៊ុនដឹកជញ្ជូនភោជនីយដ្ឋានគាត់ត្រូវតែបែងចែកឲ្យច្បាស់លាស់អញ្ចឹងរដ្ឋត្រូវតែធ្វើយ៉ាងម៉េចឲ្យបានចំនួនធនធានមនុស្សនៅក្នុងស្រុកហ្នឹងឲ្យច្រើនជាងជនជាតិរបស់ពួកគាត់នោះហើយគឺជាផលលាភដ៏យើងហៅថាដ៏មានប្រសិទ្ធភាពមួយដែលប្រទេសជិតខាងគេបានធ្វើហើយវាមិនមានចំនួនពីព្រោះឥឡូវនេះក្រុមហ៊ុនពួកគាត់មកវិនិយោគបាន 100% បាទ ដូច្នេះនេះគឺជាផលវិបាកមួយទៅថ្ងៃក្រោយបាទលោករដ្ឋារឿងភ្ជាប់ទំនាក់ទំនងនឹងដែរបើសិនជាតើលោកក្រងនឹងធ្វើអ្វីខ្លះទៅដើម្បីបង្កើនទំនាក់ទំនងជាមួយចិនហើយដើម្បីបណ្ដុះបណ្ដាលពលកម្មជំនាញឲ្យស៊ីសង្វាក់ទៅនឹងកំណើនភ្ញៀវទេសចរចិននៅកម្ពុជាតើរឿងហ្នឹងពិបាកត្រូវធ្វើយ៉ាងម៉េចឲ្យងាយនឹងធ្វើទេបាទសូមជម្រាបបាទតកតងជាមួយនឹងទំនាក់ទំនងជាមួយនឹងភ្ញៀវទេសចរចិនហើយ ក្នុងនាមជាស្ថាប័នបណ្ដុះបណ្ដាលឯកជននឹងតាមពិតទៅនៅក្នុងកម្មវិធីសិក្សាក្តីឬក៏យើងបានឃើញនៅ
គោលការណ៍និងយុទ្ធនាការឬក៏ព្រឹត្តិការណ៍ផ្សេងៗដែលតាក់ទងនឹងទៅលើបំផុសគំនិតឲ្យសិស្សានុសិស្សរៀនភាសាចិនមួយចំនួនដើម្បីផ្ដល់នៅមានចំណេះដឹងព្រោះប្រកាសទៅយើងផ្ដល់សេវាកម្មនិងផ្ដល់ផលិតផលទេសចរនិងបដិសណ្ឋារកិច្ចទៅដល់ភ្ញៀវចិនគឺត្រូវចេះភាសាចិននេះសម្រាប់ខាងស្ថាប័នឯកជនកំពុងតែគិតគូររឿងថាបើសិនជាមានកម្មវិធីសិក្សាបណ្ដុះបណ្ដាលខាងសន្តាគារដូចជាក្នុងសន្តាគារហ្នឹងវាត្រូវមានភោជនីយដ្ឋានវាត្រូវមានកន្លែងស្ប៉ាសាវណាម៉ាស្សាចឬក៏កន្លែងទទួលភ្ញៀវអីទាំងអស់ហ្នឹងគឺពេលដែលយើងបណ្ដុះបណ្ដាលទៅដើម្បីផ្គត់ផ្គង់កម្លាំងពលកម្មទៅទីផ្សារនៅពេលដែលទីផ្សារត្រូវការច្រើននៅការងារច្រើនទេសចរការឡើងជាពិសេសទេសចរចិននឹងការឡើងច្រើនគឺកម្មវិធីសិក្សាយើងរៀបចំដាក់បញ្ចូលតាក់ទងនឹងភាសាចិននេះមកចំណែកអ្វីជាលោករដ្ឋាកំពុងគិតឬក៏មានវិធីដើម្បីបង្កើនទំនាក់ទំនងជាមួយនឹងរដ្ឋាភិបាលឬក៏អាជ្ញាធរភាគីចិនដែលគាត់ចូលកំពុងតែមានកំណើននៅប្រទេសកម្ពុជាតាមពិតយើងគិតខាងវិស័យឯកជននិងសម្រាប់ខាងបណ្ដុះបណ្ដាលគឺយើងកំពុងតែគិតហើយពិចារណានិងរៀបចំកម្មវិធីសិក្សាដើម្បីបញ្ចូលទៅបញ្ស៊ីជាមួយនឹងថាធ្វើម៉េចឲ្យផលិតផលនិយាយថាផលិតផលចេញពីសាលាទៅគឺសិស្សានុសិស្សដែលមានជំនាញនិងចំណេះដឹងហ្នឹងគឺយើងគិតថាបើចេញទៅពេលដែលភ្ញៀវទេសចរកើនឡើងគឺយើងមើលនិន្នាការនិងស្ថិតិរបស់ទេសចរថាទៅថ្ងៃមុខគឺភ្ញៀវទេសចរចិននឹងកើនឡើងអញ្ចឹងពួកគាត់នៅពេលដែលរៀនកម្មវិធីសិក្សាជំនាញទាំងអស់ហ្នឹងមានភាសាអមទៅជាមួយគាត់អាចចេញទៅងាយស្រួលរកការងារធ្វើអាហ្នឹងមួយសម្រាប់តកតងនឹងតើយើងគួរធ្វើយ៉ាងម៉េចដើម្បីធ្វើការតំណាក់តំណងនេះខ្ញុំក្នុងនាមឯកជនខ្ញុំបានធ្លាប់ចូលសិក្ខាសាលាមួយចំនួនជាមួយនឹងខាងក្រសួងពាក់ព័ន្ធជាពិសេសគឺក្រសួងទេសចរអញ្ចឹងសូម្បីតែរឿងមគ្គុទ្ទេសក៍ទេសចរក៏មានមគ្គុទ្ទេសក៍ទេសចរច្រើនភាសាដែរហើយភាសាចិនគឺមានភាពផុសផុលមួយចំនួនដែរគឺមានការប្រកួតប្រជែងនិយាយភាសាចិនឬក៏អីជាដើមអញ្ចឹងយើងជាភាគីឯកជនយើងមានតែការផ្ដល់យោបល់នៅក្នុងអង្គប្រជុំឯកជនជាមួយនឹងរដ្ឋាភិបាលហើយជាពិសេសក្រសួងពាក់ព័ន្ធយើងមានតែការផ្ដល់យោបល់មានការចូលរួមចំណែកថាតើនិន្នាការទេសចរទៅថ្ងៃអនាគតនៅក្នុងផែនការយុទ្ធសាស្ត្រដែលក្រសួងបានកំណត់ហ្នឹងគួរតែរៀបចំយ៉ាងម៉េចដើម្បីឲ្យមានទំនាក់ទំនងរវាងភ្ញៀវទេសចរដែលកំពុងកើនឡើងជាពិសេសភ្ញៀវទេសចរចិនហ្នឹងហើយនឹងកម្លាំងពលកម្មទេសចរអញ្ចឹងអ្វីដែលសំខាន់គឺយើងចូលរួមចំណែកយើងផ្ដល់ជាយោបល់ទៅខាងតែការងារដែលជាក់ស្ដែងគឺសម័យក្រសួងគាត់នឹងមានយុទ្ធសាស្ត្រក្នុងការរៀបចំផែនការមួយដើម្បីទន្ទឹមនឹងទេសចរការឡើងវិស័យទេសចររីកចម្រើននិងវិស័យបដិសណ្ឋារកិច្ចរីកចម្រើនហ្នឹងគឺក្រសួងអាចក្តាប់នៅស្ថានភាពនឹងបានអ្វីដែលលោករដ្ឋាគិតថាអាចភ្ជាប់ទំនាក់ទំនងរវាងភាគីទាំងពីរបានខ្ញុំគិតថាទី1ភាគីឯកជនជាមួយនឹងសម័យក្រសួងហើយសម័យក្រសួងជាមួយនឹងអ្នកវិនិយោគជនជាតិចិននិយាយអស់មិនថាតែជនជាតិចិនទេបើសិនជាមានអ្នកវិនិយោគមកពីកូរ៉េមកពីអីជាពិសេសលើការបើកភ្នាក់ងារទេសចរអីផ្សេងដើម្បីឲ្យភាគីទាំងពីរហ្នឹងទាំងភាគីឯកជននៅប្រទេសកម្ពុជាយើងហើយភាគីឯកជនដែលមកពីប្រទេសផ្សេងក្រៅពីកម្ពុជាមកវិនិយោគត្រូវតែក្រោមឆ័ត្រនឹងការសម្រុះសម្រួលមួយពីខាងក្រសួងដោយមានយន្តការនិងច្បាប់ជាក់លាក់ហើយទៅលើការកំណើនជាពិសេសលើការផ្ដល់កម្លាំងពលកម្មហ្នឹងក៏ត្រូវមានគោលការណ៍ដូចបងបណ្ឌីមានប្រសាសន៍មិញអញ្ចឹងបើសិនបើយើងមិនមានយន្តការយកតាមពិតទៅខ្ញុំក្នុងនាមជាប្រជាពលរដ្ឋម្នាក់ក៏ដូចជាអ្នកជំនាញទេសចរម្នាក់ដែរខ្ញុំចាំបានថាកម្ពុជាយើងមានច្បាប់តាក់ទងជាមួយនឹងការអនុញ្ញាតឲ្យជនជាតិបរទេសមកធ្វើការនៅប្រទេសកម្ពុជាយើងប្រមាណ%បាទ10%នៃកម្លាំងពលកម្មនៅក្នុងស្ថាប័នមួយអញ្ចឹងហើយបកមកវិញនៅសំណួរលោកសិដ្ឋាទៅលើរឿងទំនាក់ទំនងហ្នឹងខ្ញុំគិតថាភាគីឯកជន
bộ ai cái chốn thưa một ai cái chốn nhưng thưa ba này phần tay con này muối thời tầm miên sum mây cái xuống trên đã sầm rùa đam mê ấy miên phép sạch sna rồi viên nẹt chấm nuôi tê chó có đôi chụp nhiều tê chó bà sân nhiều tê chó máu cứแบบพรจมูกนึงกระทรวงสถาบันมาจำนวนด้วยข้างอันตาปเวหรือก็ข้างปดวีซ่าหรือก็ปดตะม้าคือโจตัวขนมขึ้นจังไปเจ้าตาแผนงเงินเตสิโจมวยนาให้จังวิจิการมาเป็นตัวเลยแต่ยังยืนการในฉบับวิจิ សតវត្សទី19ទី20នេះចិនគាត់ចូលមកកម្ពុជាប៉ុន្តែគាត់ហាក់ដូចជាបន្ស៊ីទៅនឹងវប្បធម៌ក្នុងស្រុកគាត់រៀនភាសាខ្មែរជាដើមប៉ុន្តែពី2010ពី2000រហូតដល់ពេលបច្ចុប្បន្ននេះគឺគាត់មកនេះគឺគាត់មិនរៀនភាសាទេគឺគាត់មិនស្វែងយល់អ្វីទាំងអស់ហើយមានន័យថាពេលខ្លះគាត់បង្ហាញពីមោទនភាពខ្លួនឯងទាំងវប្បធម៌និងអត្តសញ្ញាណរបស់ខ្លួនឯងមើលទៅលោកវណ្ឌីគិតថាចិនពីមុនហើយនឹងចិនឥឡូវនឹងយ៉ាងម៉េចបាទ ខ្ញុំចង់លើកករណីមួយរឿងផ្លាយពីគេហ្នឹងក៏អាចទំនងជារឿងមួយដែលយើងអាចបញ្ចុះបញ្ចូលអតិថិជនច្រើនដើម្បីគ្រប់គ្រងដល់ផែនការអាជីវកម្មមួយរបស់យើងជោគជ័យមើលទៅក្នុងករណីរឿងឧបមាថាអាជីវកម្មយើងជោគជ័យហើយប៉ុន្តែមានអ្នកមានលុយមួយចំនួនគាត់បើកស្តៀងនឹងដែរហើយដោយលក់ផលិតផលស្តៀងគ្នាថោកជាងអ្វីដែលយើងធ្វើក្នុងគោលបំណងផ្ដួលអាជីវកម្មរបស់យើងមើលទៅអាចយើងតើក្នុងកលៈទេសៈហ្នឹងយើងដោះស្រាយរបៀបម៉េច បាទព្រោះតែអញ្ចឹងហើយបានពេលដែលយើងចាប់ដើមធ្វើអាជីវកម្មមួយយើងត្រូវគិតឲ្យបាន 4-5 ជំហានថាតើយើងត្រូវប្រេក្នុងចិត្តថាយើងមានអតិថិជនក្នុងដៃហ្នឹងប្រមាណអ្នកហ្នឹងហើយបើសិនជាយើងចាប់ដើមអាជីវកម្មដោយមិនទាន់ដឹងថានរណាខ្លះជាអតិថិជនរបស់យើងអញ្ចឹងវាពិបាកកាលណាយើងដឹងមុនថាអតិថិជននេះគឺជាមនុស្សមួយក្រុមនេះអញ្ចឹងយើងអាចរៀបយុទ្ធសាស្ត្រដើម្បីក្តៅក្តាប់គាត់អញ្ចឹងអារឿងចាប់ដើមអាជីវកម្មមានគូប្រជែងគឺអាហ្នឹងស្រុកណាក៏ដូចស្រុកណាហើយនិន្នាការ គឺគេប្រកួតប្រជែងគ្នាអញ្ចឹងប៉ុន្តែក្នុងយុគសម័យថ្មីគឺគេអត់ចូលរួមគ្នាប្រកួតប្រជែងគ្នាគេថា don't compete ប៉ុន្តែត្រូវតែ share ទាំងអស់គ្នាចូលមកដល់មកប្លុកហ្នឹងគេលក់បាយសាច់ជ្រូកអញ្ចឹងគឺយើងបើកបាយជ្រូកគេលក់បាយជ្រូកដែរប៉ុន្តែលក់បាយជ្រូកមកផ្លូវទាំងអស់វាទៅជាបណ្ដុំលក់បាយសាច់ជ្រូកគេចូលមកច្រើនទាំងអស់គ្នាវិញអញ្ចឹងហើយដែលខ្ញុំចង់ឲ្យផ្ដោតសំខាន់គឺមានអតិថិជនពិតប្រាកដមានអតិថិជនពិតប្រាកដហើយរកវិធីគ្រប់គ្រងគាត់ខ្ញុំលើកឧទាហរណ៍អាគារពាណិជ្ជកម្មនៅស្រុកខ្មែរនៅភ្នំពេញមានច្រើនខ្ញុំលើកយកអាគារពាណិជ្ជកម្មមួយនៅលើផ្លូវធំហ្មងគាត់មានអាគារពាណិជ្ជកម្មខ្ពស់ហើយគាត់មានភោជនីយដ្ឋាន buffet នៅខាងលើម្នាក់$3-4 $5សម្រាប់អាហារថ្ងៃត្រង់ប៉ុន្តែសតតែពេលចាប់ដើមដំណើរការអត់សូវដើរដោយសារថាបុគ្គលិកអាគារពាណិជ្ជកម្មហ្នឹងឃើញអាគារពាណិជ្ជកម្មថ្លៃមែនប៉ុន្តែនាំគ្នាទៅញ៉ាំបាយសាច់ជ្រូក$6000ពេលថ្ងៃនៅចិត្តហ្នឹងហ្មងដើរ5នាទីដល់ហើយមូលហេតុអីអាហ្នឹងគឺជាកត្តាសំខាន់ដោយសារតែអតិថិជនពិតប្រាកដរបស់គាត់ហ្នឹងគឺទៅញ៉ាំបាយមួយចាន$6000ពេលថ្ងៃឯងដើម្បីសន្សំចៃលុយអាហ្នឹងឯងដែលជាយើងត្រូវសិក្សាច្បាស់ក្រោយពេលមានបើកមួយចាន$6000ហ្នឹងមានបើកបន្តទៀតចុះហាងកន្លែងម្នាក់$5មិនអត់ដើរដើរសម្រាប់តែអ្នកដែលមានបុគ្គលិកដែលមានប្រាក់ខែខ្ពស់ៗទៅបានគាត់ចូលញ៉ាំនឹងរៀងរាល់ថ្ងៃប៉ុន្តែមកឲ្យរៀងរាល់ថ្ងៃគេទៅញ៉ាំ$6000អញ្ចឹងត្រូវសិក្សាមើលថាតើអតិថិជនពិតប្រាកដរបស់យើងជានរណាគេអញ្ចឹងបាទយើងអាចគ្រប់គ្រងបានអតិថិជនហ្នឹងបាទតាមគំនិតរបស់លោកបរិនការបង្កើតអាជីវកម្មថ្មីមួយហ្នឹងគួរតែរួមគ្នាផ្ដាច់ពុកឬក៏បែងចែកអតិថិជនគ្នាការចាប់ដើមអាជីវកម្មដែលល្អគឺយើងត្រូវធ្វើជាមនុស្សទី1គឺធ្វើជាអ្នកអាជីវកម្មទី1នៅក្នុងថ្នាក់អញ្ចឹងគេប្រកួតគ្នារៀនយកសិស្សបកែរៀនណាគេបកែជាងគេនឹងឈ្នះប៉ុន្តែនៅក្នុងទស្សនវិជ្ជាប្រស៊ីគឺធ្វើជាមនុស្សទី1ជឿធ្វើអីក៏ដោយគឺធ្វើជាមនុស្សទី1ធ្វើមុនគេយើងមានឱកាសមានប្រៀបច្រើនជាងគេដើម្បីគេមកសាកមើលយើងគេសាកទិញផលិតផលយើងអាហ្នឹងគឺជារឿងសំខាន់ជាងគេគឺធ្វើជាមនុស្សទី1ហើយ be the best អញ្ចឹងបើធ្វើជាភោជនីយដ្ឋានទី1នៅប្លុកផ្លូវហ្នឹងគឺធ្វើម៉េចធ្វើឲ្យឆ្ងាញ់ជាងគេឲ្យគេចាប់អារម្មណ៍ជាងគេអញ្ចឹងវាល្អត្រង់ថាទោះបីថ្ងៃក្រោយគឺមានការប្រកួតប្រជែងទៀតប៉ុន្តែគ្រាន់គេបើកទៀតវាអាច2ឆ្នាំទៀតអញ្ចឹងក្នុង2ឆ្នាំហ្នឹងយើងរួចដើមបាត់ហើយ
ចឹងត្រង់គេបើអាជីវកម្មទៀតយើងធ្វើអាជីវកម្មផ្សេងទៀតរឿងថាមកប្រមូលផ្ដុំគ្នា2 3ហ្នឹងលុះត្រាតែយើងទៅដល់ចាប់ដើមអាជីវកម្មណាដែលតំបន់ហ្នឹងវាអត់ទាន់ដើរអញ្ចឹងវាត្រូវការប្រមូលផ្ដុំគ្នាអាជីវកម្មច្រើនដើម្បីប្រមូលផ្ដុំគ្នាដូចគេទៅសង់បរិយនៅកន្លែងតំបន់ឆ្ងាយនៅជាយក្រុងទៅសង់បរិយដាក់ផ្ទះនៅគេអត់ចង់នៅទៅដាក់ផ្សារទំនើបមានកន្លែងហាត់ប្រាណមានមន្ទីរពេទ្យទៀតវាបង្កើតជាហេដ្ឋារចនាសម្ព័ន្ធម្ដុំហ្នឹងទៀតគេនៅហើយដោយសារម្ដុំហ្នឹងលំមុនវាអត់ទាន់មានហេដ្ឋារចនាសម្ព័ន្ធអត់ទាន់មានទីផ្សារអញ្ចឹងវាត្រូវទៅនៅផ្ដុំគ្នាប៉ុន្តែតំបន់ដែលមានទីផ្សារស្រាប់ដែលដើរស្រាប់យើងត្រូវតែធ្វើជាមនុស្សមុនគេហើយដើម្បីបោះទុនដើម្បីយកទុនវិញក្នុងពេលឆាប់យើងអាចធ្វើអាជីវកម្មផ្សេងទៀតបានបាទលោកវិរៈខ្ញុំចង់ងាកមកលោកវិរៈតាមពិតទៅសេដ្ឋកិច្ចទីផ្សារសេរីគឺផ្ដល់ឱកាសអ្នកខ្លាំងទំនងជាអ្នកខ្លាំងគឺជាអ្នកឈ្នះគំនិតអាជីវកម្មថ្មីមួយដែលបង្កើតឡើងជោគជ័យហើយប៉ុន្តែអាចមានអ្នកបន្ទាប់ដែលមានលុយច្រើននឹងអាចទៅដើមអាចផ្ដួលរំលំបានទេរឿងហ្នឹងហើយតាមបរិបទនៃការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្នហ្នឹងលោកវិរៈគួរតែគិតថាគំនិតអាជីវកម្មថ្មីហ្នឹងគួរតែបង្កើតឡើងនឹងក្នុងន័យសម្ដៅរួមគ្នាផ្ដាច់មុខទៅដើមអតិថិជនកុំប្រគួតប្រជែងគ្នាឬក៏យើងបែងចែកអតិថិជនគ្នាបាទអរគុណច្រើនចំពោះសំណួរទាំងពីរនេះគឺទី1នៅក្នុងសេដ្ឋកិច្ចទីផ្សារគឺវាមានចំណុចល្អមួយគឺបង្កើនប្រសិទ្ធភាពសហគ្រាសអាជីវកម្មណាដែលអត់ប្រសិទ្ធភាពត្រូវបោះចេញពីទីផ្សារហ្នឹងភាសាហ្នឹងខ្ញុំភាសានិយាយគេនិយាយជាទូទៅ wipe out from the market បាទអញ្ចឹងវាជួយពង្រឹងប្រសិទ្ធភាពដែរអញ្ចឹងបើសិនជាអត់មានការប្រកួតប្រជែងឥឡូវសេចក្តីព្រាងច្បាប់ប្រកួតប្រជែងកំពុងចូលដល់ទីស្តីការគណៈរដ្ឋមន្ត្រីអញ្ចឹងធ្វើឲ្យអត់មានការអភិវឌ្ឍដែរអញ្ចឹងក្រុមហ៊ុនហ្នឹងក៏អត់ប្រសិទ្ធភាពក៏អត់អនាម័យអត់មានណាប្រកួតមួយគាត់ដូចនៅក្នុងសាលាមួយក្នុងកន្លែងស្ថាប័នមួយមានហាងលក់បាយកង់ទីនតែមួយអញ្ចឹងក៏អត់សូវមានប្រសិទ្ធភាពទេយើងអត់ជំរើសព្រោះគាត់ផ្ដាច់មុខ monopol បាទអញ្ចឹងដល់ពេលក្រោយមកមានការប្រកួតប្រជែងគ្នាជាលក្ខណៈសេដ្ឋកិច្ចទីផ្សារហើយយើងភាសាដើមថាអ្នកមានទុនច្រើនអាចមកកូពីគំនិតយើងគេបោះទុនផ្ដួលយើងប៉ុន្តែនៅក្នុងការធ្វើ business យើងលោករិននិយាយរឿងភាពធ្វើឲ្យយើងខុសប្លែកពីគេអញ្ចឹងកាលណាយើងមានសមត្ថភាពធ្វើឲ្យកាលណាគេកូពីយើងកែច្នៃខុសប្លែកពីគេទៀត innovation ណាយើងមានអ្នកវិនិយោគបន្តទៀតកូពីទៀតយូរគាត់អ្នកកូពីហ្នឹងគឺចាញ់ឯងយើងបង្កើតជា niche market គេហៅចំណែកទីផ្សារពិសេសមួយសម្រាប់យើងដែលអ្នកមានទុនប៉ុណ្ណាក៏យកទីផ្សារយើងអត់បានទេអញ្ចឹងមានអាជីវកម្មខ្លះអ្នកធំអាចអត់ចាប់អារម្មណ៍នឹងទីផ្សារយើងក្រុមអតិថិជនរបស់យើងព្រោះតូចពេកអញ្ចឹងយើងរស់នឹងកម្រិតដើមទុនសមត្ថភាពរបស់យើងជាពិសេសរបស់យើងបាទដូចទីតាំងល្អដូចអីរសជាតិល្អឬភាពងាយស្រួលអីចឹងណាបាទនេះតកតងនឹងសេដ្ឋកិច្ចទីផ្សារនិងការប្រកួតប្រជែងហើយសំណួរមួយទៀតរបស់លោកសិដ្ឋាគឺតកតងនឹងការរួមគ្នាផ្ដាច់មុខហើយនឹងការបែងចែកអតិថិជននឹងវាអាស្រ័យឧទាហរណ៍ថានៅជុំវិញស្តានកាលមិនអត់មានអ្នកលក់ផ្លែឈើអីចឹងណាបាទអញ្ចឹងដល់ពេលក្រោយមកមានម្នាក់ទៅបើកអត់សូវដាច់ទេតែយូរពីរអ្នកទៅបើកយូរឥឡូវឲ្យតែគេចង់ទិញផ្លែឈើចូលឆ្នាំឬក៏ជូនកាដូដល់អ្នកធំមេអីចឹងគេនឹកឃើញទៅ start បាទអញ្ចឹងប្រកួតប្រជែងផងប្រកួតប្រជែងផងសហការផងអញ្ចឹង business ដែលចុងក្រោយគឺគេដើរដល់ពេលធ្វើម៉េចឲ្យម៉ួយមកម្ដុំហ្នឹងសិនអតិជនមកម្ដុំហ្នឹងសិននឹកឃើញទិញផ្លែឈើទៅម្ដុំនេះនឹកឃើញទិញគ្រឿងឡានទៅម្ដុំណាមុខកាល់ម៉ែត្រឬក៏នៅទូកោកអញ្ចឹងណាគ្រឿងកំពូលគ្រឿងអីអញ្ចឹងណាអញ្ចឹងគេទៅផ្ដុំគ្នានឹងសិនហើយពេលអតិជនមកបានគេដដើមមួយគ្នាដដើមអតិជនគ្នាដូចខ្ញុំអាសាសួរសំណួរទៅពេលខ្ញុំបរិញ្ញានិស្សិតណានារីស្អាតចូលចិត្តដើរមួយនារីស្អាតដូចគ្នាឬក៏ចូលចិត្តដើរមួយនារីអត់ស្អាតអញ្ចឹងណាបាទអញ្ចឹងចម្លើយគឺដូចគ្នានឹងអញ្ចឹងកាលណាដើរមួយនារីស្អាត4-5 នាក់ទៅអញ្ចឹងតាក់ទាញភ្នែកតាក់ទាញការចាប់អារម្មណ៍តាក់ទាញអតិជនណាអញ្ចឹងផលិតផល business ក៏ដូចគ្នាដែរបាទលោកបរិនយើងធ្វើមិនទៅដើម្បីคลายទៅជាអ្នក
សហគ្រិនមួយដ៏ពូកែម្នាក់ហើយខ្ញុំចង់ភ្ជាប់ចំណុចមួយដែលខ្ញុំឃើញនៅតាមបណ្ដាញសង្គមឃើញមានអ្នកបង្កើតមុខរបរខ្លះក៏ជោគជ័យទៅមានអ្នកមានលុយច្រើនរហូតដល់មានងារខ្ពស់នៅក្នុងជួររដ្ឋាភិបាលជាដើមតើលោកសង្កេតឃើញថាអ្នកមានលុយនឹងអាចចេញមកពីយុទ្ធសាស្ត្រក៏លុកថ្លៃដើម្បីទាញប្រយោជន៍ដល់ខ្លួនឬក៏យ៉ាងណាតើយុវជនដែលចូលរៀនឆ្លងកាត់ការអប់រំនៅថ្នាក់ឧត្តមសិក្សានោះគួរតែធ្វើអីហើយយុវជនដែលមិនឆ្លងកាត់ការអប់រំដែលពុំសូវមានការចេះដឹងគួរតែធ្វើអីក្នុងបរិបទនៃការប្រវត្តិវិស័យសហគ្រិនលោកបារិនយើងធ្វើមិនទៅដើម្បីคลายទៅជាអ្នកសហគ្រិនមួយដ៏ពូកែម្នាក់ហើយខ្ញុំចង់ភ្ជាប់ចំណុចមួយដែលខ្ញុំឃើញនៅតាមបណ្ដាញសង្គមឃើញមានអ្នកបង្កើតមុខរបរខ្លះក៏ជោគជ័យទៅមានអ្នកមានលុយច្រើនរហូតដល់មានងារខ្ពស់នៅក្នុងជួររដ្ឋាភិបាលជាដើមតើលោកសង្កេតឃើញថាអ្នកមានលុយនឹងអាចចេញមកពីយុទ្ធសាស្ត្រក៏លុកថ្លៃដើម្បីទាញប្រយោជន៍ដល់ខ្លួនឬក៏យ៉ាងណារូបពីនោះបាទបើសិនជាយើងមើលស្ថិតិនៅខាងក្រៅវិញបើសិនជាមហាសេដ្ឋីលើពិភពលោកដែលចាប់ដើមពីសេរ៉ូហ្នឹងមិនមែនបានន័យថាមកជុំនេះសេរ៉ូបានគាត់ក្រចាប់ដើមពីសេរ៉ូហ្នឹងគឺគាត់ខ្លាចជាមហាសេដ្ឋីក្នុងវ័យរង្វង់50បាទឬក៏40ក្រាស់ឬក៏50ពួកអីព្រោះទៅការឆ្លងកាត់ភាពបរាជ័យភាពជោគជ័យច្រើនដើម្បីឈានដល់ដំណាក់កាល51គឺនឹងអាហ្នឹងគឺចំណុចភិករបស់គាត់ហ្នឹងហ្មងអញ្ចឹងហើយបានការចាប់ដើមអាជីវកម្មដែលសហគ្រិនត្រូវវឹកហាត់ខ្លួនឯងគឺត្រូវបំពន់ចំណេះដឹងហើយដើរជាមួយមាន network ជាមួយនឹងអ្នកដែលពូកែស្រាប់គេថាបើសិនជាចង់ចេះផឹកក៏ដើរជាមួយអ្នកផឹកចង់មួយអ្នកខ្លាំងរស់ស៊ីក៏ដើរមួយអ្នកខ្លាំងរស់ស៊ីដើរបានជាប់ដើម្បីសិក្សារបស់គាត់យើងនិយាយពីដោយសារខ្ញុំនៅផ្នែកវិស័យអប់រំខ្ញុំដឹងយើងរៀនសូត្រពីក្នុងសាលាអីផ្សេងបន្តទៀតប៉ុន្តែក្រោយពេលចេញពីសាលាហើយវិជាគុណដើម្បីប្រើមួយសង្គមវាផ្សេងអញ្ចឹងតើដើរជាមួយអ្នកដែលពូកែខាងហ្នឹងដែលរៀនសូត្រជាមួយគេផ្ទាល់បានប្រហែលឆ្នាំយើងចាប់ដើមអាជីវកម្មតាំងពីអ្វីដែលយើងថាមានទំនុកចិត្តខ្លាំងជាងគេពីតូចមធ្យមឬក៏ធំមិនសំខាន់យើងមានទំនុកចិត្តថាអាហ្នឹងដើរយើងត្រូវសាកល្បងឲ្យការធ្វើអាជីវកម្មគឺវាមិនមែនថា5ឆ្នាំថាយើងគិតថា5ឆ្នាំវាអាចក្រឹបជោគជ័យទេពីព្រោះការធ្វើអាជីវកម្មវាជារយៈពេលវែងហើយលុយដែលយើងវិនិយោគលុយប្រហែលក៏អត់គ្រប់ទេពីព្រោះបោះចូលទុនហើយវាត្រូវបវលមកតង់ចេញមកតង់ទៀតអញ្ចឹងវាជារយៈពេលវែងអញ្ចឹងហើយបានត្រូវឲ្យសហគ្រិនវ័យក្មេងនឹងត្រូវឆ្លងកាត់ឲ្យបានច្រើនហើយវិធីការឆ្លងកាត់រៀនសូត្រដែលល្អគឺចាប់ដើមរកស៊ីធ្វើតែម្ដងអាហ្នឹងហើយគឺជាការរៀនសូត្រដែលពូកែព្រោះតើយើងសាកភ្លោះហើយការវិនិយោគលុយដែលល្អគឺវិនិយោគលុយរកស៊ីយើងដឹងស្រាប់ហើយមិនអាចធានាបានថា 100% នឹងត្រឡប់មកវិញទោះបីដៃគូវិនិយោគរបស់យើងនិយាយពាក្យធានានឹង 1000 ដងក៏ការវិនិយោគគឺ nature ប្រភេទមួយគឺអាចធានាបានទេអញ្ចឹងយើងត្រូវដឹងថាយើងត្រូវវិនិយោគលុយដែលយើងអាចខាត់បង់បានបើសិនជារកស៊ីលើបោះទុនប៉ុណ្ណឹងយើងខាត់បង់ជីវិតរបស់យើងក៏នៅដំណើរការទៅមុខអាចងើបសារឡើងមកជាថ្មីពីព្រោះពេលវេលាដែលត្រូវធ្វើរកស៊ីគឺវាវែងឆ្ងាយអញ្ចឹងបើសិនជាធ្វើទៅជោគជ័យត្រូវសុបាយចិត្តរៀនសូត្រដើរទៅមុខទៀតបើធ្វើទៅមិនជោគជ័យប្រេរៀបចំដើរទៅមុខបន្តទៀតបាទខ្ញុំចង់ឲ្យលោកបរិនលើកពីពិសោធន៍មួយចំនួនក្នុងការគៀងគោទុនធានហិរញ្ញវត្ថុមកគ្រប់គ្រងគំនិតអាជីវកម្មថ្មីដែលយើងបង្កើតឡើងបាទវិធីសាស្ត្រនេះគឺជាវិធីសាស្ត្រសំខាន់ជាពិសេសបានយើងស្ថិតិយើងនិយាយថាដូចជានៅសហរដ្ឋអាមេរិកមហាសេដ្ឋីដែលជា millionaire ហ្នឹង 80% ចេញមកពីកម្រិត0ឯងអញ្ចឹងហើយដោយសារគេថា self made millionaires millionaire កាត់ឡើងដោយខ្លួនឯងដោយសារគាត់ខ្លាំងរឿងជំនាញមួយពិតប្រាកដដូចជា Steve Jobs ដូចជា Bill Gates ឬ Mark Zuckerberg គាត់បកកាយជំនាញមួយប្រកបប៉ុន្តែចំណុចដែលជំនាញដែលបកកាយជាងនឹងទៀតដែលសារព័ត៌មានអ៊ីនធឺណិតបាននិយាយបានច្បាស់លាស់គឺបច្ចេកទេសគៀងកងអ្នករកស៊ីហ្នឹងហើយអញ្ចឹងហើយដើម្បីគៀងកងអ្នករកស៊ីទី1គឺត្រូវមាន brand ខ្លាំងហ្មង brand ខ្លាំងមិនមែន brand ក្រុមហ៊ុនរបស់គាត់អត់តបកកាយក្រុមហ៊ុន brand ប៉ុន្តែគេ brand របស់គាត់ថាមនុស្សឈ្មោះតុលាមនុស្សឈ្មោះគុនធាអូគេគាត់លើឈ្មោះហ្នឹងគេដឹងថាតុលាបកកាយខាងទូរស័ព្ទគុនធា
បកកាយខាងភោជនីយដ្ឋានអញ្ចឹងអត់តែគុនធានិយាយចេញមកនាំពូម៉ាក់មកនិយាយមកធ្វើ business plan មកគេដឹងគេទុកចិត្តថា brand គុនធានហ្នឹងធ្វើភោជនីយដ្ឋានព្រោះអ្នកហ្នឹងចូលគិតញ៉ាំអីតាំងពីតូចមកអញ្ចឹងត្រូវមាន brand ហ្នឹងដែលមានទំនុកចិត្តអញ្ចឹងទី1ត្រូវមាន brand ខ្លួនយើងណាគេស្គាល់យើងគេឲ្យតម្លៃយើងដោយសារឯកតាអីគេបើឲ្យតម្លៃយើងដោយសារយើងបកកាយអ្នកសិក្សាបើយើងបើកសាលារៀនគេទុកចិត្តយើងនិយាយទៅគេស្ដាប់គេមានទំនុកចិត្តបើយើងបកកាយខាងភោជនីយដ្ឋានគឺយើងធ្វើ business plan ខាងហ្នឹងអញ្ជើញអ្នកដែលមានទុកចិត្តលើយើងហ្នឹងគេអាចបោះទុនរកស៊ីអាហ្នឹងគឺជា clay ដើម្បីប្រម៉ូទទុនហើយដូចខ្ញុំបានបញ្ជាក់លើកមុនអញ្ចឹងសំណួរ business plan ធ្វើមក300ទំព័រប៉ុន្តែអ្នករកស៊ីគេសួរមកតែ3 4សំណួរទេបើយើងឆ្លើយចេញតែរឿងទី1មានអីខុសប្លែកពីគេយើងមានសមត្ថភាពទេដើម្បីបកកភាពខុសប្លែកហ្នឹងហើយការបានចំណេញហើយទី4ការបានរួចដើមអញ្ចឹងអាហ្នឹងសិលសំណួរសំខាន់ថានៅយើងមាន brand ទំនុកចិត្តគេមានគេផ្ដល់ឲ្យយើងថាយើងល្បីឈ្មោះយើងធៀនបកកែឬក៏យើងបកកែខាងអីមួយដែលយើងមាន brand ប៉ុណ្ណឹងហើយការប្រម៉ូទទុននៅស្រួលប៉ុន្តែហើយណាដូចយើងបញ្ជាក់ម្ដងទៀតយើងចង់បានការប្រម៉ូទទុនល្អគឺយើងត្រូវតែមាន network ខ្លាំងហើយ network ខ្លាំងគឺត្រូវចំណាយពេលវេលាចិញ្ចឹម network ចំណាយធនធានចិញ្ចឹម network បានអាចប្រម៉ូទ network នឹងបានហើយនេះគឺជាចំណុចសំខាន់រហូតដល់ក្រុមហ៊ុនយើងនិយាយពីបុគ្គលយើងត្រូវការ network ប៉ុន្តែក្រុមហ៊ុនរកស៊ីនៅខ្វះទុនសូម្បី Alibaba ឬក៏ Apple នៅខាងទុនបន្ថែមទៀតហ្នឹងបានចូលទីផ្សារពីហ៊ុនខ្ញុំចង់បញ្ជាក់លោកបរិនបន្តិចមើលទៅមាន brand ការមាន brand វាអាចជាចំណុចមួយខ្លាំងធ្វើមិនទៅដើម្បីបុគ្គលម្នាក់ដឹងថាយើងមានចំណុចខ្លាំងហើយចំណុចទី2ហ្នឹងការដែលយើងស្គាល់មនុស្សច្រើនគិតថាយើងមានទំនាក់ទំនងល្អទេជាទី1ធ្វើម៉េចដើម្បីមាន brand ខ្លាំងមាន brand ខ្លាំងគឺត្រូវតែសិក្សាបានច្បាស់ថាសមត្ថភាពយើងបកកាយខាងអីគេក្រោយពេលរៀនសាលាពី10ឆ្នាំឬរៀនចប់បញ្ញាបត្រឬក៏រៀនអីមួយយ៉ាងត្រូវដឹងថាយើងខ្លាំងខាងអីហើយគឺត្រូវតែធ្វើអាជំនាញហ្នឹងឲ្យបានច្រើនឆ្នាំដើម្បីថាយើងបកកាយបើយើងបកកាយ IT យើងធ្វើម៉េចប្រឹងខាងធ្វើការក្នុង IT ឲ្យបានខ្លាំងដើម្បីយើងលេចធ្លោមួយលេចធ្លោគឺចាប់ដើមអ្នកពីអ្នកចិត្តខ្លួនយើងមិនលេចធ្លោចាប់ពីដើមអ្នកអត់ស្គាល់យើងទេលេចធ្លោចាប់ពីអ្នកដែលធ្វើយើងល្បីគឺអ្នកដែលជុំវិញខ្លួនយើងណាដែលគេមានទំនុកចិត្តហើយអាតំណាក់តំណងពី marketing ពីមាត់មួយទៅមាត់មួយហ្នឹងគឺមានសក្តានុពលខ្លាំងត្រង់ហ្នឹងអាហ្នឹងពេលហ្នឹងយើងអាចចាប់ដើម brand បានមួយដែលមានសក្តានុពលខ្លាំងហ្នឹងបាទលោកវីរៈនៅក្នុងបរិបទនៃការអភិវឌ្ឍវិស័យសហគ្រាសនៅកម្ពុជាហ្នឹងដោយសារតែយុវជនមានច្រើនជាពិសេសតើយុវជនដែលចូលរៀនឆ្លងកាត់ការអប់រំនៅថ្នាក់ឧត្តមសិក្សានោះគួរតែធ្វើអីហើយយុវជនដែលមិនឆ្លងកាត់ការអប់រំដែលពុំសូវមានការចេះដឹងនោះគួរតែធ្វើអីនៅក្នុងបរិបទនៃការអភិវឌ្ឍវិស័យសហគ្រាសកម្ពុជាបាទអរគុណច្រើនសំណួរដ៏មានន័យហើយមានទម្ងន់សំខាន់នេះគឺឥឡូវនេះនៅក្រសួងអប់រំក៏ដូចជារាជរដ្ឋាភិបាលបានបង្កើតក្របខ័ណ្ឌគុណវុឌ្ឍិជាតិអញ្ចឹងណាអញ្ចឹងបើសិនជាអ្នកដែលគាត់ smart ខាងរៀនបកែខាងរៀនចូលចិត្តរៀនគាត់ទៅខាង academic ខាងរបៀបសិក្សាស្រាវជ្រាវអញ្ចឹងណាបើសិនជាគាត់មិនសូវទេគ្រូក្បាលបាក់ចាំបាក់ទិញអីចឹងគាត់អាចទៅខាងជំនាញអញ្ចឹងទៅខាងជំនាញវិជ្ជាជីវៈដូចជាជាងទឹកជាងភ្លើងជាងលូជាងអីហ្នឹងណាអញ្ចឹងឥឡូវគេញែកជា2បាទអញ្ចឹងមានក្របខ័ណ្ឌគុណវុឌ្ឍិជាតិហ្នឹង National Qualification Framework ហ្នឹងគឺញែកជា2ហើយធនាគារអវត្តអាស៊ីក៏ជួយអភិវឌ្ឍគេហៅ skill development ណាអភិវឌ្ឍជំនាញខាងវិជ្ជាជីវៈឧទាហរណ៍ជាក់ស្ដែងគាត់ហ៊ានបានតាមយន្តស្មានប្រហែលបានថ្នាក់ទី7ទី8ទេសណាប៉ុន្តែគាត់ចេះជាងតទឹកតភ្លើងអីចឹងទៅអញ្ចឹងគាត់រកលុយបានច្រើនជាងសាស្ត្រាចារ្យដែលរៀនចប់បរិញ្ញាបត្រឬបរិញ្ញាបត្រជាន់ខ្ពស់ឬក៏អាចបណ្ឌិតទៅបរៀននៅសាកលវិទ្យាល័យ1ម៉ោងបានតែ$10,000ហើយជាងភ្លើងជាងទឹកមកតដូមពូលខ្ញុំមួយខ្ញុំសួរគាត់សាកមើលគាត់យកម៉ានគាត់ថា$10.7ជួនកាលដូរព្រីភ្លើងមួយទៀតគាត់ថា$20បាទអញ្ចឹងអត់ដល់1ម៉ោងទេតែ15នាទី20នាទីហើយពិបាកអញ្ជើញគាត់មកទៀតបាទម្ដងគាត់នៅនេះម្ដងណាត់ 4-5 ថ្ងៃណាត់អត់បានទេជួនកាលសម្រាប់ចិត្តដូរខ្លួនឯងអញ្ចឹងយើងមើលទេពកោសល្យពីធម្មជាតិយើងទៅខាងណាយើងតម្រង់ទិសយុវជនណាតម្រង់ទិសទៅខាងនោះកាលពីមុនកាលយើងបែកសម័យប៉ុលពតមកយើងចង់បានមុខមាត់អញ្ចឹងម្នាក់រុញកូនរៀនបានបញ្ញាបានអីបញ្ញាជាន់ខ្ពស់បណ្ឌិតអីចឹងណាប៉ុន្តែពេលចូលក្នុងទីផ្សារការងារអនុវត្តជាក់ស្ដែងជួនកាលយើងប្រើអត់បានចំណេះហ្នឹងអញ្ចឹងធ្វើឲ្យ
ឥឡូវមានការងាកមកខាងនេះច្រើនបាទវិជាជីវៈនឹងច្រើនហើយតម្រូវការខ្ពស់រោងចក្រក្រុមធំរបស់ជប៉ុនរបស់អីមកហ្នឹងគឺគេខ្វះជំនាញហ្មងជាក់ស្ដែងខ្ញុំថ្មីខ្ញុំទៅទស្សនកិច្ចសិក្សានៅប្រទេសចិនតាក់ទងនឹងផ្លូវដែករថយន្តរថភ្លើងបឿនលឿនអញ្ចឹងណា1ម៉ោង300 400 គីឡូម៉ែត្រអញ្ចឹងគេសួរយើងថានៅស្រុកខ្មែរយើងមានជំនាញមានជំនាញហ្នឹងអត់បាទយើងមានអប់រំជំនាញហ្នឹងអត់អញ្ចឹងគេថាបើយើងអត់អញ្ចឹងគេត្រូវការជំនាញគេមកពីគេមកបាទអញ្ចឹងនៅក្នុងការដែលយើងទៅខាងក្រៅហ្នឹងទៅចិនទៅអីឥឡូវឧទាហរណ៍ដូចចិនអញ្ចឹងគេអភិវឌ្ឍពីកាលមុនគេផលិតបរិមាណច្រើនអត់គិតគុណភាពបានឥឡូវអញ្ចឹងងាកទៅគុណភាពអញ្ចឹងសម្រាប់យើងក៏អញ្ចឹងដែរយើងសាកលវិទ្យាល័យយើងយុវជនយើងហ្នឹងគឺយើងរៀនឲ្យមានគុណភាពបាទផលិតប្រដដាលអប់រំហ្នឹងឲ្យមានគុណភាពដែរងាកមកអញ្ចឹងបាទទន្ទឹមគ្នានឹងនិន្នាការរបស់ពិភពលោកដោយសារយើងអស់ម៉ោងខ្ញុំចង់បញ្ជាក់សំណួរខ្លីមួយទៅលោកបរិនក្នុងនៃបង្កើនគុណភាពនៃការបង្កើតគំនិតអាជីវកម្មថ្មីតើរដ្ឋាភិបាលគួរតែជួយជ្រោមជ្រែងតាមវិធីណាសូមខ្លីខ្លឹមបាទការបង្កើតហេដ្ឋារចនាសម្ព័ន្ធល្អគឺជួយច្រើនសម្រាប់អាជីវកម្មគ្រាន់តែសង់ស្ពានមួយសង់ផ្លូវថ្នល់ឲ្យល្អមួយហ្នឹងយើងមិនបាច់ជួយជីថវិកាគេបើកអាជីវកម្មគេមកបើកឯងគេមកទិញផ្ទះឯងនេះគឺជាខ្លឹមសារសំខាន់បាទដែលយើងអស់មកខ្ញុំសូមបញ្ចប់កិច្ចពិភាក្សាតែត្រឹមនេះខ្ញុំបាទសូមអរគុណដល់លោកវិរៈហើយនិងលោកបរិនដែលបានចូលរួមកិច្ចពិភាក្សាយ៉ាងបោះបាយនៅស្ថានីយ៍ទូទស្សន៍ PNN បាទកម្មវិធីអាស៊ាន Connect បានដល់ទីបញ្ចប់ហើយខ្ញុំបាទអានស៊ីថាវជាអ្នកសម្របសម្រួលនឹងក្រុមការងារ PNN របស់សូមអរគុណនិងសូមជម្រាបលាបាទ